ចាសួស្តីបងប្អូនថ្ងៃនេះយើងជួបគ្នាទៀតហើយតើតើជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងធំ .com ចឹងថ្ងៃនេះគឺយើងមកមើលព័ត៌មានការងារមួយនៅលើ website បងធំណាឥឡូវគឺយើងនៅលើ website នៅទំព័រមុខបងធំហ្នឹងគឺខ្ញុំកំពុងតែមកដល់ទំព័រមុខឲ្យអស់ចុះក្រោមនៅក្នុងនេះគឺយើងមើលការងារផ្នែកខាង Sales Manager នៅខាង PEB KSA Construction Co Ltd ចឹងយើងថ្ងៃនេះគឺយើងមើលខាង construction ណាការ construction ហ្នឹងគឺគាត់ត្រូវការ Sales Manager នៅក្នុងនេះការងារផុតកំណត់ថ្ងៃទី16ខែ1នេះហើយដូច្នេះប្រសិនបើយើងចាប់អារម្មណ៍ក្នុងការធ្វើការជាមួយនឹងក្រុមហ៊ុនសំណង់គឺយើងចូលទៅគេហទំព័របងធំ .com ហើយយើងមើលនៅខាងនៅទំព័រមុខហ្នឹងគឺឃើញផ្លាកក្រុមហ៊ុនហើយ PEB Steel ហ្នឹងគឺជា logo របស់ក្រុមហ៊ុនណាដូច្នេះនៅក្នុងហ្នឹងគឺតាក់ទងជាមួយនឹងខាងផ្នែកលក់ជាការពិតណាអ្នកខ្លះភាគច្រើនគឺគាត់មិនសូវចាប់អារម្មណ៍ធ្វើការខាងផ្នែកលក់ទេគាត់គិតថាផ្នែកលក់ហ្នឹងគឺយ៉ាប់បំផុតតែយើងត្រូវគិតថាការងារណាក៏ដោយគឺទោះតែយើងធ្វើការទើបចេញលទ្ធផលអញ្ចឹងមិនថានៅខាងក្រៅខាងក្នុងទេយើងចំណាយកម្លាំងហើយនឹងពេលវេលាមួយថ្ងៃដូចគ្នានឹងគាត់ថាចំណេះដឹងជំនាញដែលយើងអាចធ្វើបានហ្នឹងគឺខុសៗគ្នាតែប៉ុណ្្នឹងទេតែគ្រាន់តែមួយណាមួយស្រួលជាងមួយណាមួយគឺអត់មានទេមានភាពពិបាកព្រោះការងាររៀងខ្លួនអញ្ចឹងនៅក្នុងហ្នឹងតាក់ទងជាមួយនឹងប្រធានផ្នែកលក់ចឹងប្រធានផ្នែកលក់ហ្នឹងបើគាត់មានចំណេះដឹងផ្នែកខាងលក់ហើយនឹងទីផ្សារហ្នឹងគឺត្រូវតែម្ដងណាហើយនឹងផ្នែកខាងគ្រប់គ្រងចឹងនៅទីនេះគឺយើងមើលសេចក្តីប្រកាសណានៅខាងក្រុមហ៊ុនគាត់ត្រូវការមុខតំណែងផ្នែកខាង Sales Manager ហ្នឹងទីតាំងនៅភ្នំពេញចឹងគឺយើងចេះភាសាអង់គ្លេសហើយនិងភាសាខ្មែរតាក់ទងជាមួយនឹងការងារគឺនៅក្នុង office តែយើងកុំគិតថានៅក្នុង office រហូតហ្នឹងតាក់ទងជាមួយអ្នកលក់ហ្នឹងមិនមែនមួយខែនៅក្នុង office ទេការងារពេញម៉ោងហើយតាក់ទងជាមួយនឹងយើងអ្នកដាក់ពាក្យហ្នឹងគឺជាមនុស្សប្រុសចាប់អាយុចាប់ពី35ដល់45អញ្ចឹងសម្រាប់អ្នកដែលមានអាយុ40ឡើងទៅហ្នឹងគឺមានឱកាសក្នុងការដាក់ពាក្យការងារហ្នឹងហើយដូច្នេះគឺល្អមែនតើសម្រាប់អ្នកដែលមានជំនាញផ្នែកខាងលក់ហើយនឹងទីផ្សារនៅខាងសំណង់អញ្ចឹងសំណង់កាលណាយើងទទួលបានការងារមួយគឺដុំតែម្ដងណាជាទូទៅនៅពេលដែលយើងទទួលបានការងារធំយើងមិនមែនទៅធ្វើការមួយថ្ងៃហើយយើងបានការងារធំមកភ្លាមទេអញ្ចឹងតើយើងចំណាយពេលទៅយើងទទួលបានការងារហ្នឹងហើយបើបានមួយហើយគឺដុំតែម្ដងណាចឹងនេះគឺតាក់ទងជាមួយនឹងការងារផ្នែកលក់ទៅខាងសំណង់ធំអញ្ចឹងណាដូច្នេះតាក់ទងជាមួយនឹងម៉ោងការងារគឺគេដាក់បង្ហាញនៅទីនេះហើយនឹងតាក់ទងជាមួយនឹងការងារដែលមានទំនួលខុសត្រូវហ្នឹងក៏គេបង្ហាញនៅក្នុងនេះទាំងអស់ហ្នឹងដែរនៅក្នុងនេះគឺរាល់ការងារដែលយើងត្រូវធ្វើហ្នឹងគឺបង្ហាញទាំងអស់ហើយវាជាចំណុចពិសេសមែនទែនសម្រាប់ពួកយើងដែលមានចំណេះជំនាញខាងហ្នឹងហើយធ្វើការផ្នែកខាងសំណង់គឺជាចំណេះជំនាញដែលយើងត្រូវទទួលបានហើយមានជំនាញចឹងនិយាយថាជំនាញហ្នឹងគឺរឹងតែម្ដងចាំពេលយើងចេះហ្នឹងទៅគឺយើងអាចលក់អីទៅក៏បានដែរហើយតាក់ទងជាមួយជំនាញនៃការចរចាជាទូទៅនៅពេលដែលអ្នកលក់គឺចាំបាច់ត្រូវតែចេះជំនាញក្នុងការចរចាហើយចរចាហ្នឹងមិនមែនតែចរចាអីខ្លាំងក៏បានដែរតែធម្មតាទេនៅពេលដែលយើងជួបអ្នកទិញគាត់ប្រកាសជាត្រូវការចរចាបើទោះបីមិនចរចាតម្លៃក៏ចរចាអីផ្សេងទៀតដែរដូច្នេះវាជាជំនាញសំខាន់សម្រាប់ពួកយើងដែលធ្វើការនៅក្នុងតំណែងអ្នកលក់ណាចាអ្នកលក់គឺល្អណាស់ណាពេលយើងចេះលក់គឺយើងមិនប្រកាន់ទៅលើផលិតផលក៏សេវាណាទេគឺយើងអាចមានសមត្ថភាពក្នុងការលក់បានទាំងអស់ចឹងអត់មានត្រូវគិតរឿងការងារហ្នឹងពិបាកឬក៏សំណុកអីទេការងារណាក៏ត្រូវតែប្រើភាពពិបាកចូលនៅក្នុងហ្នឹងដែរតែសំខាន់គឺយើងខ្លួនឯងយើងចេះបត់បែននៅក្នុងហ្នឹងហើយតាក់ទងជាមួយនឹងអត្ថប្រយោជន៍ក៏ច្រើនដែរយើងមើលនៅក្នុងនេះចាអ្នកលក់ជាទូទៅអត្ថប្រយោជន៍គាត់គឺទទួលបានច្រើនជាងអ្នកធ្វើការផ្សេងដូចជានៅក្នុងការិយាល័យណាចាដូច្នេះគឺយើងកុំគិតថាការងារផ្នែកលក់ហ្នឹងគឺជាការងារដែលពិបាកបំផុតក្នុងការធ្វើវាសំខាន់ទេក្នុងការលក់មិនមែនយើងទៅហាមាត់ភ្លាមគេទិញយើងផ្លែទេអញ្ចឹងយើងត្រូវតែមានការអត់ធ្មត់ក្នុងការលក់ក្នុងការធ្វើការតាក់ទងជាមួយនឹងជំនាញចំណេះបទពិសោធន៍អីគេដាក់បង្ហាញនៅក្នុងនេះហើយនៅក្នុងហ្នឹងមិនមែនតែមានតែការងារនៅខាងក្រុមហ៊ុនហ្នឹងមួយទេគឺការងារនៅក្រុមហ៊ុនផ្សេងទៀតក៏មានច្រើនដែរបើនិយាយទៅមុខតំណែងផ្នែកលក់ហ្នឹងគឺពិតជាល្អមែនតើហ្មងណាពួកយើងអ្នកដែលអត់មានបទពិសោធន៍ឬមួយក៏អ្នកមិនទទួលបានចំណេះជំនាញអីក្នុងការលក់ពីមុនមកយើងចង់ឲ្យយើងពូកែក្នុងការលក់ពូកែក្នុងការនិយាយយើងទៅធ្វើការផ្នែកលក់ទៅបើទោះបីតែយើងធ្វើការដោយយកតែបទពិសោធន៍ក៏យើងគង់តែរីកចម្រើននៅថ្ងៃក្រោយដែរសម្រាប់ការងារមុខតំណែងខាងផ្នែកលក់ណាអញ្ចឹងយើងមើលពីរបៀបនៃការដាក់ពាក្យគេបង្ហាញនៅក្នុងនេះហើយគឺគេត្រូវការប្រវត្តិរូបសង្ខេបហើយនឹងលិខិតcover letter នឹងទីតាំងនៃការធ្វើការក៏បង្ហាញដែរនៅ contact detail ហ្នឹងហើយយើងដាក់ពាក្យទៅ email ដែលគេដាក់នៅខាងក្រោមនេះអញ្ចឹងសំខាន់ណាស់នៅពេលដែលយើងធ្វើការដាក់ពាក្យកុំភ្លេចយើងឆែកមើលព័ត៌មានរបស់ក្រុមហ៊ុនបើសិនជាគាត់មិនដាក់នៅក្នុងនេះគ្រប់គ្រាន់ website ឲ្យយើងចុចចូលទៅមើលបន្ថែមទេគឺយើងចូលទៅឆែកមើលនៅខាងក្រៅបន្ថែមពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនធ្វើអីគេឲ្យច្បាស់លាស់ហ
ហើយទីតាំងនៅកន្លែងណាជាក្រុមហ៊ុនដែលយើងពេញចិត្តក្នុងការធ្វើការជាមួយឬទេហើយបើយើងចាប់អារម្មណ៍គឺយើងចុចទៅលើ apply now របស់ខាងបងធំហ្នឹងទៅយើងដាក់ពាក្យតាមរយៈបងធំទៅគឺយើងមានសមត្ថភាពដឹងតែទៅដល់ក្រុមហ៊ុនតែម្ដងណាគេអត់មានចូល spam ចូលអីទេអញ្ចឹងនេះគឺជាចំណុចពិសេសអញ្ចឹងនៅក្នុងហ្នឹងមិនមែនការងារផ្នែកលក់មានតែខាង PAB still មួយឯងកន្លែងផ្សេងទៀតក៏ច្រើនដែរណាតែគាត់ថាសំខាន់គឺពួកយើងខ្ញុំដឹងថាតកតងជាមួយនឹងមុខតំណែងផ្នែកលក់ហ្នឹងមិនសូវជាមានអ្នកគិតថាជាតំណែងល្អទេជាតំណែងដែលភាគច្រើនគាត់គិតថាការងារហ្នឹងគឺវាហត់ខ្លាំងតែវាអត់មានហត់ជាងការងារណាមួយទេជឿទៅណាអញ្ចឹងថ្ងៃនេះគឺយើងប៉ុណ្ណឹងចុះតកតងជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងធំ .com ហើយមានព័ត៌មានការងារផ្សេងៗជាច្រើនទៀតដែលកំពុងតែរងចាំឲ្យពួកយើងដាក់ពាក្យថ្ងៃនេះគឺយើងមិនបានមើលលម្អិតច្រើនទេសម្រាប់ព័ត៌មានការងារគ្រាន់តែបង្ហាញបន្ថែមអំពីខាងផ្នែកលក់ទេអញ្ចឹងផ្នែកលក់គឺមានច្រើនហើយយើងមានឱកាសក្នុងការដាក់ទៅឲ្យផ្នែកលក់នេះគឺល្អបំផុតសម្រាប់ពួកយើងដែលគិតថាខ្លួនឯងខ្សោយក្នុងការនិយាយខ្សោយក្នុងការយល់ដឹងអំពីសេវានិងផលិតផលអញ្ចឹងផ្នែកលក់នឹងហើយគឺជាទីកន្លែងសម្រាប់អភិវឌ្ឍខ្លួនយើងឲ្យចេះប្រើប្រាស់នៃការទំនាក់ទំនងល្អទៅកាន់អ្នកផ្សេងទៀតដូច្នេះសូមជូនពរពួកយើងសំណាងល្អជោគជ័យទាំងអស់គ្នាចាសសូមអរគុណ